មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំមូលដ្ឋានសុខាភិបាលឲ្យបន្តពង្រឹងសកម្មភាពឆ្លើយតបនៅតាមភូមិនិងតំបន់ដែលមានករណីជំងឺខ្ពស់ឬមានចង្កោមឆ្លងខ្ពស់អាយុដំបណ្ឌិតអឿនបូរ៉ារុនបានណែនាំមូលដ្ឋានសុខាភិបាលឲ្យបន្តតាមដាននិងរាយការណ៍ករណីជំងឺគ្រុនឈាមជាប្រចាំនិងពង្រឹងសកម្មភាពឆ្លើយតបនៅតាមភូមិនិងតំបន់ដែលមានករណីជំងឺខ្ពស់ឬមានចង្កោមឆ្លងខ្ពស់ដើម្បីចាត់វិធានការបង្ការបានទាន់ពេលវេលានៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺគ្រុនឈាមជូនដល់បុគ្គលិកសុខាភិបាលនៅក្នុងខេត្តកំពង់ស្ពឺក្នុងការពង្រឹងជំនាញបច្ចេកទេសដល់បុគ្គលិកសុខាភិបាលព្រមទាំងផ្សព្វផ្សាយវិធីសាស្ត្រថ្មីៗក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺគ្រុនឈាមដើម្បីធានាឲ្យការធ្វើរោគវិនិច្ឆ័យមានភាពឆាប់រហ័សត្រឹមត្រូវនិងការព្យាបាលមានប្រសិទ្ធភាពសម្ដៅលើកកម្ពស់គុណភាពសេវាថែទាំនិងសុវត្ថិភាពអ្នកជំងឺអាយុដំបណ្ឌិតអឿនបូរ៉ារុនរដ្ឋលេខាធិការក្រសួងសុខាភិបាលបានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៅគ្រប់មូលដ្ឋានសុខាភិបាលឲ្យបន្តអនុវត្តតាមដាននិងរាយការណ៍ករណីជំងឺគ្រុនឈាមជាប្រចាំព្រមទាំងពង្រឹងសកម្មភាពឆ្លើយតបទៅតាមភូមិនិងតំបន់ដែលមានករណីជំងឺខ្ពស់ឬមានចង្កោមឆ្លងខ្ពស់អាយុដំរដ្ឋលេខាធិការក៏បានជំរុញមូលដ្ឋានសុខាភិបាលបន្តនិងពង្រឹងយុទ្ធនាការសម្អាតបរិស្ថានបំបត្តិបង្កើទឹកនិងកម្ចាត់មូសខ្លាំងដោយសហការជាមួយអាជ្ញាធរមូលដ្ឋានសាលារៀនវត្តអារាមនិងសហគមន៍ដើម្បីកាត់បន្ថយប្រភពកើននិងការចម្លងជំងឺគ្រុនឈាមនៅក្នុងឱកាសនោះអាយុដំបានជំរុញដល់សិក្ខាកាមទាំងអង្គឲ្យយកចិត្តទុកដាក់សិក្សានិងក្រេបយកចំណេះដឹងពីសាស្ត្រាចារ្យនិងអ្នកជំនាញជំងឺគ្រុនឈាមដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួននិងក្លាយជាគ្រូបង្គោលនៅតាមមន្ទីរពេទ្យនិងអង្គភាពសុខាភិបាលរៀងៗខ្លួនអាយុដំក៏បានណែនាំដល់គ្រូបង្គោលត្រូវបន្តចែករំលែកនិងបណ្ដុះបណ្ដាលបន្តដល់គ្រូពេទ្យគិលានុបដ្ឋាននិងបុគ្គលិកសុខាភិបាលក្នុងអង្គភាពរបស់ខ្លួនដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព